គាត់និយាយតបទៅនឹងលោកកឹមសុខាបងប្អូនដឹងហើយលោកកឹមសុខាពេលដែលជួបម្ដាយរបស់គាត់ចុងក្រោយមុនដង្ហើមចុងក្រោយហ្នឹង1 ម៉ោងដែលគេឲ្យជួបបន្តិចមុននឹងយកមកដាក់ឃុំខ្លួនក្នុងផ្ទះវិញហ្នឹងគឺលោកកឹមសុខាបានយំឬក៏អោបម្ដាយរបស់ខ្លួនរបស់គាត់ដែលនៅស្ដុកស្ដឹងភ្លឹកស្ទើរតែមិនអាចនឹងដឹងខ្លួនទេប៉ុន្តែគាត់បានបង្ហើរសារមួយជាការផ្ដាំផ្ញើជាសកលតែម្ដងគឺទៅថ្នាក់ដឹកនាំឬក៏អ្នកណាទាំងអស់តាក់ទងនឹងអ្នកដែលធ្វើទុកបុកម្នេញគាត់បានន័យថាអ្នកដែលបៀតបៀនយាយីតាមព្យាបាទគាត់ហ្នឹងគឺសូមឲ្យទទួលផលតាមយថាកម្មព្រោះអីគាត់ថាគាត់មិនមែនជាអ្នកប្រព្រឹត្តអំពើដូច្នេះទេធ្វើតែបុណ្យសន្សំតែកុសលដូច្នេះសូមឲ្យអំពើបុណ្យនិងកុសលនឹងទាំងអស់ជួយដល់គាត់ហើយនឹងធ្វើឲ្យអ្នកដែលប្រមាថឬក៏ធ្វើទុកបុកម្នេញគាត់ហ្នឹងគឺទទួលយកផលកម្មតាមយថាកម្មហើយពាក្យនេះគឺមែនតើទៅវាគ្មានអីសារសំដៅទៅលើអ្នកណាផ្សេងក្រៅពីលោកហ៊ុនសែននិងអ្នកដឹកនាំកម្ពុជាសពថ្ងៃទេព្រោះអ្នកណាដែលធ្វើទុកបុកម្នេញលោកកឹមសុខាគ្មានបុគ្គលណាដែលមានសិទ្ធិចាប់លោកកឹមសុខាមិនដោះលែងមិនអីហ្នឹងគឺមានតែលោកហ៊ុនសែនម្នាក់គត់ដូច្នេះសារបែបនេះបើទោះបីជាលោកសំដៅទៅលើអ្នកព្យាបាទលោកគ្រប់គ្នាអ្នកណាក៏ដោយហ្នឹងក៏វាមានន័យហាក់បីដូចជាបង្ហើរទៅប្រាប់ថ្នាក់ដឹកនាំសប្ថ្ងៃដែលគ្រប់គ្រងដោយក្រុមគ្រួសារតកូលហ៊ុនអីអញ្ចឹងដែលនៅក្នុងន័យនេះគឺចង់ឲ្យទទួលយកផលយថាកម្មអីយូរទៅដូចថាតតាំងក្តីតាមផ្លូវតុលាការអីក៏មិនបានជោគជ័យអីច្រើនម្ដងហើយម្ដងទៀតខំអត់ធ្មត់អហិង្សាយកវិធីប្រឈមនឹងផ្លូវច្បាប់មិនរត់ចោលស្រុកដើម្បីនៅតតាំងក្តីហើយក៏សម្របសម្រួលអឺធ្វើតាមនីតិវិធីតុលាការសពបែបយ៉ាងរហូតតតែពេលខ្លះហ្នឹងក៏មានសារខ្លះក៏ប៉ះទង្គិចដល់សហការីឬក៏ក្រុមនយោបាយគណៈបកសង្គ្រោះជាតិដូចជាលោកសំរងស៊ីឬក្រុមពលកម្មសខាសំរងស៊ីហ្នឹងគឺថាមានការថ្នាំងថ្នាក់ជាមួយគ្នាយ៉ាងណាក៏ដោយក៏មើលទៅហាក់បីដូចជាយុទ្ធសាស្ត្រមួយដើម្បីស្អំចិត្តគណៈបកប្រជាជនកម្ពុជានិងលោកហ៊ុនសែនឲ្យអនុគ្រោះដើម្បីដោះលែងគាត់ឲ្យនៅក្រៅឃុំទីបំផុតគឺមិនមែនបានត្រឹមតែមិនបន្ធូរបន្ថយទេគឺថាថែម5 ឆ្នាំមិនឲ្យទៅក្រៅប្រទេសអីណាមឈូសដែលកប់សាកសពដែលដាក់នៅក្នុងមឈូសនឹងហើយនឹងគឺថែមតែគោល4 10ហើយថែមដុំថ្ម4 10ដុំលើនឹងទៀតចឹងហើយបានន័យថាវាជារឿងមួយដែលប្រហែលជាលោកកឹមសុខាអស់សង្ឃឹមនៅក្នុងការតតាំងក្តីតាមផ្លូវតុលាការដែលនយោបាយអយុត្តិធម៌បែបនេះហើយបានទើបយកផ្លូវធម៌យកមកនិយាយជាសាធារណៈចង់ផ្ដាំផ្ញើថាអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាអីចឹងទៅហើយសារដែលអ្នកដែលព្យាបាទគាត់ហ្នឹងនឹងទទួលកម្មពៀរវរាទៅតាមយថាកម្មនេះគឺធ្វើឲ្យលោកសានប៊ុនឆាយឯណោះចេញមកការពារប្រហែលជាលោកក៏មានថាអាចប៉ះពាល់ដោយមេគាត់ហ្នឹងក៏មិនដឹងបានជាគាត់និយាយថាកឹមសុខាមានរឿងដោយសារមាត់ប្រហែលជាគាត់អាចយោងទៅនឹងរឿងលើកមុនហ្នឹងជាប់គុកហ្នឹងក៏ដោយសារមាត់អីចឹងដែរលោកលោកថាទី1កឹមសុខាអួតថាមានបរទេសនៅពីក្រោយនេះឃើញគាត់រើរបួសចាស់មួយពីការដែលចោទប្រកាន់ទាំងបំពានទាំងអយុត្តិធម៌ទៅយកអាមេរិកយកមកដាក់ពីក្រោយអីហ្នឹងលោកប៊ុនឆាយរស់នៅប្រទេសអូស្ត្រាលីដឹងរឿងដឹងអីច្បាស់ហើយបើសិនជាមានអ្នកដឹកនាំនយោបាយណាគេទៅសុំប្រឹក្សាយោបល់ពីអ្នកនៅអូស្ត្រាលីឬក៏ខ្មែរឬក៏អ្នកជាប់ឆ្នោតនៅអូស្ត្រាលីដើម្បីជួយស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាអាហ្នឹងជារឿងក្បត់ជាតិមែនលោកប៊ុនឆាយលោកដូចជាបញ្ញវន្តមួយរូបដែរចេះដឹងច្រើនដែរខ្ញុំមិនចង់ថានិយាយប៉ះពាល់រឿងបុគ្គលប៉ុន្តែសារនេះវាហាក់បីដូចជាសារបន្ទោសជនរងគ្រោះជាងការដែលរកយុត្តិធម៌ឲ្យជនរងគ្រោះអានេះប្រយ័ត្នអស់លោកទទួលបាបកម្មធ្លាក់នរកទាំងអស់គ្នាណាព្រោះអីនៅពេលដែលមាននរណាម្នាក់រំលោភហើយកូនយើងកូនស្រីយើងហើយយើងទៅនាំគ្នាទៅបន្ទោសកូនស្រីយើងថាស្លៀកខ្លីណាលោកប៊ុនឆៃក៏មានកូនស្រីដែរអញ្ចឹងពាក្យពេចន៍បែបនេះគឺលោកកំពុងតែបន្ទោសជនរងគ្រោះជាងបន្ទោសជនរំលោភដែលជាជនដៃដល់ណាអញ្ចឹងរឿងនេះគឺជារឿងអសិលធម៌ខ្លាំងណាស់លោកថាទី1លោកកឹមសុខាអួតថាមានបរទេសនៅពីក្រោយគាត់ចង់សើរើអាសំណុំរឿងដែលគេធ្វើឲ្យចាប់លោកកឹមសុខាដាក់គុកដោយសារបរទេសនៅក្រោយហ្នឹងហើយបរទេសនោះណាគឺអូស្ត្រាលីគឺប្រទេសអាមេរិកនឹងឯងទី2គឺកម្មសុខាមកជួបម្ដាយឆ្លៀតសោកសៀតអ្នកណាធ្វើបាបកូនឲ្យទទួលរងផលរបស់គេចុះឃើញភាសានេះគឺជាភាសាដែលចង់និយាយថាជាការបន្លាចជាការចង់ប្រាប់ថាលោកកម្មសុខាកំពុងលេងជាមួយភ្លើងទៀតហើយសារនេះចេញពីខាងគណៈបក
ប្រជាជនកម្ពុជាបែបនេះគឺវាហាក់បីដូចជាចង់បញ្ជាក់ប្រាប់ថាមិនការដោះលែងលោកកឹមសុខាហ្នឹងនឹងមិនអាចទៅរួចទេដោយសារតែមាត់អត់គម្របរបស់លោកកឹមសុខាហ្នឹងមែនទេលោកប៊ុនឆាយលោកកឹមសុខាជាប់គុកមិនមែនដោយសារមាត់អត់គម្របឬក៏ដោយសារការប្រព្រឹត្តរបស់លោកកឹមសុខាទេលោកកឹមសុខាជាប់គុកគឺដោយសារតែគណៈបកប្រជាជនកម្ពុជាដែលជាមានអឺលោកហ៊ុនសែនដែលជាមេរបស់លោកនេះនឹងជាអ្នករំលាយគេដោយសារតែប្រជាប្រិយគណៈបកកាន់អំណាចចាញ់គណៈបកប្រឆាំងដែលមិនអាចនឹងតតាំងនៅក្នុងការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌បានហើយនឹងដឹងតែចាញ់ឆ្នោតរំលាយគេចោលទេអញ្ចឹងដើម្បីយកហេតុផលលេសដើម្បីរំលាយគេឲ្យស្របច្បាប់គឺចេះតែរករឿងគ្រប់យ៉ាងអញ្ចឹងទៅរឿងពី4ឆ្នាំណាមកហ្នឹងក៏ចាត់ទុកថាជាបទល្មើសជាក់ស្ដែងធូរដូចរឿងនៅលើគុកឬទៅមិនឃើញអីចឹងអានេះគឺអ្នកណាក៏គេដឹងទៅលោកប៊ុនឆៃអើយហេតុអីក៏ចាំបាច់ដល់ថ្នាក់ហ្នឹងធ្វើអីយើងខ្មែរគ្នាឯងតើយើងរកផ្លូវសច្ចយុត្តិធម៌កដាលអីខ្លះទៅដើម្បីដូចថាជីវិតចុងក្រោយរបស់យើងរស់នៅកុំឲ្យគេជេរបន្តិចផ្ដាសាអីខ្លាំងពេកអីព្រោះអីយើងមកដល់ម៉ោងនេះហើយយើងគួរនាំគ្នាយល់ស្របគ្នាមួយទៅអីថាបើសិនជាមានករណីរំលោភគឺជនរងគ្រោះមិនមែនជាអ្នកដែលត្រូវបន្ទោសថាស្លៀកខ្លីទេអីគឺយើងត្រូវរកយុត្តិធម៌ឲ្យជនប្រព្រឹត្តឥឡូវឧទាហរណ៍បើកូនស្រីរបស់យើងត្រូវគេរំលោភតើយើងមានសីលធម៌ទៅចោទប្រកាន់ថាមកពីកូនស្រីយើងស្លៀកខ្លីឬបានជាគេរំលោភយើងត្រូវតែចាប់អាឃាតករឬក៏អាជនដៃដល់អាអ្នករំលោភនោះយកទៅព្យួរកចោលព្រោះអាពួកអស់ហ្នឹងចរិតវាទុច្ចរិតអញ្ចឹងបានជាធ្វើឲ្យកូនយើងទោះជាស្លៀកអីក៏អត់បានសេចក្តីសុខដែរព្រោះចរិតមនុស្សដែលចង់រំលោភគេគឺវាតាមចាំតែរំលោភអញ្ចឹងតាហេតុអីបានមកស្ដីបន្ទោសកូនចៅយើងដែលជាអ្នកស្លៀកខ្លីឬក៏ស្លៀកអីព្រោះចរិតរបស់បើមនុស្សដែលចាំតែព្យាបាទគេទោះតែឯងស្លៀកអីក៏រករឿងដែរអញ្ចឹងយើងត្រូវទប់ស្កាត់អ្នកដែលប្រព្រឹត្តវិញកុំមកបន្ទោសជនរងគ្រោះហើយដល់ពេលសាររបស់លោកបែបនេះក៏មានមតិនៅក្នុងបណ្ដាញសង្គម Facebook ក៏គេតបទៅវិញដែរមានលោកមាសពិសាលដែលជាកម្មករអឺខ្មែរនៅកូរ៉េលោកថាលោកកឹមសុខានិយាយពីសច្ចធម៌និងលួងលោមម្ដាយឈឺមិនសមបងលើកមកចាប់ឆ្កឹះឲ្យអ្នកកាន់អំណាចក្តៅរលរាលឆាបជាភ្លើងអញ្ចឹងសោះអាហ្នឹងគេហៅថាហួចហៅខ្យល់ណាហើយដល់ពេលហើយលោកប៊ុនឆាយហ្នឹងក៏គាត់តបអីទៅវិញថាហ៊ឹមក៏គាត់និយាយហ្នឹងមិនចំណេញទេប្អូនព្រោះវាអាចបញ្ជាក់ថាគាត់ហាក់ដូចជាមានកំហឹងហើយអរគុណតបទៅតបមកកំហឹងជាមួយនឹងអ្នកធ្វើទុកបុកម្នេញចាប់គាត់ដាក់គុក27ឆ្នាំតើលោកកម្មសខាអត់ចេះខឹងអីអញ្ចឹង ដាក់ទោសគេ27ឆ្នាំអត់ឲ្យជួបជុំមិត្តភ័ក្តិអ្នកណាទាំងអស់ផ្ដាច់សិទ្ធិនយោបាយអស់មួយជីវិតអត់ខឹងទេព្រះមិនក៏នៅតែទប់មិនបាននៅពេលដែលឃើញតាជូជក់ធ្វើបាបចៅអមិត្តធីតាឬលក្ខនឹងលក្ខនិយាយទៅគឺព្រះក៏នៅតែទប់មិនបានផងនៅពេលដែលមានអំពើអយុត្តិធម៌ពេកគាត់ថាធ្វើម៉េចចុះនេះលោកកម្មសខាជាមនុស្សលោកតើហើយអំពើអយុត្តិធម៌ហ្មងកុំថាគាត់ខឹងបើសិនជាមែនតែនទៅគឺត្រូវគាត់និយាយសារហ្នឹងទៅដល់ថ្នាក់ដឹកនាំឲ្យចំផងព្រោះអត់ត្រូវទុកដាក់លាក់អីទៀតទេម៉ោងនេះលោកកឹមសុខាអត់ចាំបាច់និយាយថាអ្នកព្យាបាទនឹងជាអ្នកណាប្រហើចោលចឹងឲ្យគេសម័យទេគឺអ្នកកាន់អំណាចសប្ងៃនឹងផងព្រោះអីវាអត់មានអីខាត់បងសម្រាប់លោកកឹមសុខាទៀតទេព្រោះគេទោះជាលោកថ្នមលោកអង្អែលលោកអធុនឬក៏ស្ងប់ឬក៏សមិនតតាំងអីប៉ុណ្ណាក៏លទ្ធផលគេមានបានចាត់ទុកថាអំពើរបស់លោកនឹងធ្វើឲ្យគេនឹងធូរចិត្តឯណាគេនៅតែធ្វើបាបលោកដដែលហ្នឹងរឿងវាតែប៉ុណ្្នឹងទេព្រោះអីលោកកម្មសខាសង្ឃឹមថាខ្លាស៊ីបន្លែគាត់សង្ឃឹមថាបន់ស្រន់ឲ្យខ្លាស៊ីបន្លែដែលមែនតែនទៅសារធាតុជាខ្លាគឺស៊ីសាច់តាវាតែប៉ុណ្្នឹងទេដល់ពេលយើងស្មានតែខ្លាស៊ីបន្លែគឺយើងនៅខំប្រឹងសូត្រធម៌ឲ្យខ្លាស៊ីបន្លែចុងក្រោយស៊ីវាមិនកើតព្រោះអីវាអត់ដែលឮខ្លាណាស៊ីបន្លែសោះខ្ញុំឃើញតែខ្លាស៊ីតែសាច់តែចឹងមកយកមកឲ្យដាក់បន្លែទៅក្អួតងាប់មិនព្រោះរីអាចទៀតហើយក៏វាតែមិនស៊ីទៀតបាទឥឡូវខ្ញុំស្លេះរឿងហ្នឹងប៉ុណ្ណឹងចុះឥឡូវចូលមកដល់រឿងអាចារ្យហ្វីម្ដងរឿងអាចារ្យហ្វីគឺស៊ីអារម្មណ៍ពេញ Facebook តែម្ដងតើមានរឿងអីឲ្យប្រកាសបងប្អូនសួរខ្ញុំស្រោចមួយថ្ងៃរវល់ការងារចង់ងល់ឥឡូវរវល់រឿងអាចារ្យហ្វីទៀតរឿងខ្មែរយើងណាសូម្បីតែប្រហែលថ្ងៃហ្នឹងអូសអត់រំលងទេអារឿងលើគ្រែអារឿងប្រពន្ធចង់ប្រពន្ធដើមផិតក្បត់និយាយថាពីយើងចំហមាត់អូយខ្ញុំសូមសរសើរដោយស្មោះហើយហេតុអីបានជាជនជាតិខ្មែរយើងអញ្ចឹងបងប្អូនរឿងដីខ្មែរថៃគេយកអស់60កន្លែងជាងថៃគេម្កិលរាល់ថ្ងៃ
អត់ព្រមជួយគ្នាតវ៉ាឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិទេគឺមករវល់រឿងលើគ្រែហ្នឹងហ្មងរឿងសរងរឿងសពុតហ្នឹងគឺអូសអត់ផុតសោះហ្មងចេញភាគមួយទៅភាគមួយខ្ញុំអត់ដែលតាមដានឲ្យស៊ីជម្រៅស្អីទេព្រោះអីវាអត់មានពេលប៉ុន្តែ Facebook យើងហ្នឹងគឺថាវាជន់ដោយអារឿងលើគ្រែហ្នឹងណាហើយយើងបង្ហាញអំពីការចំណាយពេលឥតប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរដែលក្នុងចង់ឈឺឆ្អាលអារឿងលើគ្រែគេនឹងរឿងគ្រួសារគេនឹងឲ្យតែឮគេជេរគ្នានឹងចំហមាត់ស្ដាប់អត់ព្រមអូសរំលងអត់ព្រមអឺប្លុកចោលអីទេគឺថាយើងចង់ឲ្យតែឮជេរនឹងដឹងតែព្រោះក្នុងតិចហ្មងខ្ញុំឆ្ងល់មែនតើអញ្ចឹងមិនថាខ្ញុំពេលខ្លះមានមោទនភាពសម្រាប់ជាតិសាសន៍មួយនេះណាតែពេលខ្លះក៏អស់សង្ឃឹមសម្រាប់ជាតិសាសន៍មួយនេះខ្ញុំថាមិនមែនខ្មែរយើងទាំងអស់ទេប៉ុន្តែដល់ពេលឃើញគេអូសអត់រំលងអញ្ចឹងនេះហើយគឺជាលទ្ធផលនៃការធ្វើឲ្យគណៈបកកណ្ដាលអំណាចឬក៏ក្រុមណាមួយដែលកេងចំណេញនយោបាយáគឺកេងពីការពង្រៀងព្រឹត្តិការណ៍ហ្នឹងបានលឿនមែនទែនដោយសារខ្មែរយើងឆាប់រੂលរាលឆេះដូចភ្លើងច្បើងអញ្ចឹងគឺយើងភ្លេចគិតរឿងធំអីមកគេយកបង្កើតអីដុតឲ្យឆេះឈុលទៅនឹងស្លាប់អស់នៅអាកន្លែងភ្លើងឆេះឈុលដូចមមាញអញ្ចឹងណាបងប្អូន ភ្ញាក់រលឹកឡើងបងប្អូនរឿងលើក្រែរឿងជេរបចោររឿងប្រពន្ធសហាយផិតក្បត់វាជារឿងលោកីទេគ្រួសារអីវាកើតឡើងជា allergy វាអត់មានរឿងអីត្រូវកលាប់ផែនដីអីមកត្រូវការភ្លូកទឹកភ្លូកដីមើលរាប់លាន view អីទេបានហើយទៅមុខទៀតរឿងរាវជាតិរឿងទុកសោករបស់ប្រជាពលរដ្ឋជនភៀសសឹករឿងទាហានយើងខ្វះខាតនេះខ្វះខាតនោះរឿងវិស័យការពារជាតិយើងខ្វះថវិការឿងអប់រំអំពើពុករលួយបរិស្ថានធម្មជាតិរឿងសិទ្ធិមនុស្សប្រជាធិបតេយ្យរឿងសេរីភាពសារព័ត៌មានរឿងសេរីភាពបញ្ចេញមតិអានេះបានជាអាយុជីវិតរបស់យើងអារឿងលើក្រែហ្នឹងវាជារឿងប្រចាំថ្ងៃទេហេតុអីបានជាអស់លោកបងប្អូននឹងអូសអត់ផុតសោះអើយខ្ញុំស្ងើចហើយឥឡូវរឿងអាចារ្យហ្វី មែនតើខ្ញុំសរសើររឿងអាចារ្យហ្វីពីររឿងហើយក៏ខ្ញុំមានរឿងរិះគន់អាចារ្យហ្វីថ្ងៃនេះដែរខ្ញុំមិនមែនថាគ្នាមានទុកឯមហោរឿងវាយប្រហារអាចារ្យហ្វីគឺជាសកម្មជនខ្មែរម្នាក់នៅប្រទេសកូរ៉េខាងត្បូងដែលសកម្មរិះគន់រដ្ឋាភិបាលឥតសំចៃមាត់យើងកម្ររកមនុស្សយុវជនណាដែលក្លាហានឆ្នើមដូចយុវជនអាចារ្យហ្វីនេះណាគាត់ធ្វើការមើលទៅដូចជាស្រឡាញ់ជាតិដូចថាចង់ជួយកែតម្រង់រិះគន់រដ្ឋាភិបាលខ្លះអីខ្លះផ្ដល់ជាអនុសាសន៍ឲ្យជួយដោះស្រាយបញ្ហាខ្ញុំថាការស្រែកបែបនេះឬជួយដាស់តឿនរដ្ឋាភិបាលបែបនេះគឺជារឿងល្អតែរឿងមួយដែលគាត់ក្លាហានហ្នឹងគឺគាត់បន្តរឿងនេះជាប្រចាំមកទោះជារងការគំរាមកំហែងអីសពបែបយ៉ាងមកក៏គាត់មិនរាថយណាអានេះគឺជារឿងវីរៈភាពពីរដែលបង្ហាញថាអាចារ្យហ្វីគឺជាក្តីសង្ឃឹមធំសម្រាប់អ្នកតស៊ូនយោបាយណា ប៉ុន្តែរឿងមួយដែលខ្ញុំខ្លាចអាចារ្យហ្វីមែនតើខ្ញុំប្រាប់បងប្អូនឲ្យស្មោះខ្ញុំខ្លាចអាចារ្យហ្វីមិនមែនខ្លាចគោរពដូចថាបាក់ស្បាតនឹងអាភាពថ្លៃថ្នូររបស់គាត់ទេខ្ញុំខ្លាចអាចារ្យហ្វីរឿងជេរហ្នឹងហ្មងគាត់ប្រកែកជេររបៀបស្ទីលគាត់ជេរប៉ុន្តែស្រីគឺជេរហែកសពុតហ្មងកន្លែងហ្នឹងមួយគឺវាហាក់បីដូចជាយើងអូសទូកឲ្យល្អានណាចាប់ត្រីបានឲ្យល្អក់ទឹកណា ចំណុចល្អរបស់គាត់ហ្នឹងគឺមានច្រើនមែនតើกระดาษសឲ្យភ្លឹងស្អាតប៉ុន្តែដល់ពេលយើងកលាស់អាថ្នាំខ្មៅមកប្រាវទៅគឺប្រឡាក់ផ្ទៃกระดาษហ្នឹងអស់រលីងទៅជាខ្មៅមានដុតមានដូចចុចអីអុចអុចអីអញ្ចឹងទៅដែលខ្ញុំមែនតើទៅខ្ញុំខ្លាចហ្មងខ្ញុំខ្លាចអាចារ្យហ្វីត្រង់ថាគាត់ជេរមុតពេកហើយខ្ញុំអត់មានទៅគាំទ្រគណៈបកប្រឆាំងឬក៏គណៈអ្នកមិនគាំទ្ររដ្ឋាភិបាលឬអ្នកគាំទ្រពីរដ្ឋាភិបាលណាជេរអ្នកណាក៏ដោយ ឲ្យតែជេរហ្នឹងគឺខ្ញុំខ្លាចហ្មងខ្ញុំខ្លាចដោយសារអីខ្ញុំអត់ចេះជេរទី1ទី2លោកអាចារ្យហ្វីអត់ដែលមកជេរបន្តិចអីឬក៏រករឿងខ្ញុំអីខ្ញុំអត់មាននិយាយរឿងហ្នឹងឯងខ្ញុំចង់និយាយថាភាសាដែលក្នុងការធ្វើ show ជេរសកម្មជនគណបកកាន់អំណាចជាពិសេសគឺថាអូយជេរមុតមែនតើហើយគណៈបកប្រឆាំងហ្នឹងគឺថាសប្បាយចិត្តស្ដាប់ទៅឬសូរជេរអញ្ចឹងដោយសារចាក់ដោតហ៎ដោយសារជេរវាយប្រហារគណៈបកកាន់អំណាចអញ្ចឹងដូចថាជេរហ្នឹងត្រូវអីអញ្ចឹងទៅបងប្អូនជួយគ្នាណា សម្រាលខ្លះពាក្យជេរបតិចផ្ដាសានឹងសូមកាត់បន្ថយទៅហើយខ្ញុំសូមលើកទឹកចិត្តឲ្យអាចារ្យហ្វីបន្តវីរៈភាពនេះតទៅទៀតកាត់បន្ថយការជេរបន្តិចព្រោះអីវាដូចថាវាគ្រូតគ្រៀតនេះខ្ញុំមែនតើទៅខ្ញុំអត់ហ៊ានបើកមើលគេឮសូរអាចារ្យហ្វីខ្ញុំភ័យហ្មងខ្ញុំថាតែស្ដាប់ឮសូរអាចារ្យហ្វីជេរទៀតហើយឥឡូវនេះគឺរឿងដែលគាត់អូសមិនផុតហ្នឹងគឺអាចារ្យហ្វីខ្លួនលោកហ្នឹងមានទុកជាទម្ងន់ដោយសារបងប្អូនឃើញហើយនៅលើអាទិស
ក្រែពេទ្យសង្គ្រោះបន្ទាន់ហ្នឹងគឺដាក់ទៅស្ដោកស្ដឹងនៅលើហ្នឹងហើយមានរូបថត2សន្លឹករូបថតដែលបង្ហោះនៅលើគេហទំព័រFacebook របស់អឺតាមពិតអាចារ្យ Fee ឈ្មោះដើមរបស់គាត់គឺបុត្រវិឆ័យបាទដែលជាពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងដែលមានភរិយាមានសញ្ជាតិអឺកូរ៉េខាងត្បូងនេះទៅហើយប៉ុន្តែគាត់សកម្មនៅក្នុងការងារណាប៉ុន្តែមួយរយៈនេះគឺឃើញគាត់ដូចជារៀងស្បើយនៅក្នុងការដែលដូចថានិយាយខ្លាំងរិះគន់រដ្ឋាភិបាលមិនដឹងជាមូលហេតុអីប៉ុន្តែអាចារ្យ Fee នេះរងការធ្វើទុកបុកម្នេញមិនមែនលើកទី1ទេលើកមុននោះធ្លាប់មានគេព្រួតគ្នាវាយ16នាក់អីអញ្ចឹងដែរតាក់ទងនឹងជនជាតិកូរ៉េរឿងយ៉ាងណានោះខ្ញុំមិនស៊ីជម្រៅទេដោយសារតែខ្ញុំថ្ងៃនេះខ្ញុំបានព្យាយាមតាក់ទងទៅអាចារ្យ Fee ដែរតែប្រហែលជាគាត់ជាប់រវល់ឬក៏ដោយប្រការណាមួយមុនការផ្សាយនេះគាត់មិនបានឆ្លើយមកខ្ញុំវិញដើម្បីបញ្ជាក់ការពិតទេប៉ុន្តែអ្វីដែលគាត់សរសេរនៅលើបណ្ដាញសង្គម Facebook ហ្នឹងឲ្យមានមន្ទិលច្រើនទី1នៅពេលដែលឃើញគាត់នៅលើគ្រែមុននឹងមានបញ្ហានៅលើអាគ្រែស្នែងហ្នឹងឬអាទះរុញឬគ្រែដែលសង្គ្រោះបន្ទាន់របស់ប៉ូលីសហ្នឹងនៅកូរ៉េហ្នឹងគឺគាត់បានបង្ហោះសារមួយដ៏ចាក់ដោតហើយគាត់ថា72ម៉ោងគឺគាត់បង្ហោះពីគណនី Facebook បុត្រវិឆ័យទេ72ម៉ោងក្នុងបន្ទប់ឃុំឃាំងរសជាតិជីវិតរឿងហ្នឹងបើមិនប៉ះគ្រួសារអ្នកគ្មានថ្ងៃយល់ទេហើយសារបែបហ្នឹងគឺធ្វើឲ្យគេថាហេតុអីបានអាចារ្យ Fee ទៅជាប់ឃុំ72ម៉ោងរឿងអីឲ្យប្រកាសអត់មាននរណាដឹងរឿងទេក្រៅពីសម័យខ្លួនដល់តែពេលក្រោយមកទៀតគាត់ដាក់ថាខ្ញុំយល់ច្បាស់ណាស់ផ្លូវនេះអ្នកធ្វើនយោបាយគឺដើម្បីឆ្នាំងបាយពេលដែលអ្នកជួបបញ្ហាគឺគ្មានអ្នកអើពើនឹងប្រហោះពីអាចារ្យ Fee មកឬក៏វិឆ័យសំទោសបុត្រវិឆ័យដដែលពេលដែលគាត់ជាប់ឃុំ72ម៉ោងនៅប៉ុស្តិ៍ប៉ូលីសរួចទៅគាត់ថាអត់មានអ្នកណាជួយទេនៅពេលដែលគាត់ធ្វើនយោបាយចាប់ផ្ដើមធ្វើឲ្យមានមន្ទិលគ្រប់គ្នាជាពិសេសគណៈបកកណ្ដាលអំណាចគឺយកឱកាសវាយប្រហារក្រុមប្រឆាំងបានភ្លាមថាអាចារ្យ Fee នេះមានទុកមានអីគេព្រួតគ្នាវាយនៅប្រទេសកូរ៉េខាងត្បូងដល់ពេលជាប់ឃុំឬក៏មានទុក្ខធ្លាប់តែនិយាយរិះគន់រដ្ឋាភិបាលដើម្បីគ្រប់គ្រងបកប្រឆាំងឥឡូវក្រុមប្រឆាំងអត់ជួយនេះហើយគឺជាលទ្ធផលដែលអ្នកឯងខ្សែបគប់ក្រុមប្រឆាំងឃើញទេក្រុមគណៈបកប្រជាជនកម្ពុជាគឺក៏យកឱកាសហ្នឹងបិប្រហារដើម្បីកេងចំណេញនយោបាយភ្លាមអត់ដឹងរឿងអីឡើយទេគឺអញ្ចឹងទៅហើយក៏មានចាក់ផ្ដើមនិយាយពីសហាយស្មន់ពីអាចារ្យ Fee នឹងជាមួយនឹងអ្នកនាងវណ្ណលក្ខិណាឯណានោះគឺផ្អើលពេញសង្គម Facebook ហ្នឹងគឺថាអត់មានទិសតំបន់ទេអត់ដឹងរឿងពិតអីឲ្យប្រកាសទេតើអាចារ្យ Fee គ្រោះថ្នាក់ដោយសារអីអ្នកណាវាយឬក៏គេធ្វើទុកបុកម្នេញផ្នែកនយោបាយឬក៏រឿងបញ្ហាគ្រួសាររឿងបញ្ហាផ្ទាល់ខ្លួនអត់មានទាំងអស់ព្រោះអីម្ចាស់ខ្លួនអត់ឆ្លើយអីទាំងអស់ក្រៅតែពីដាក់សារមកឲ្យវិលពេញបណ្ដាញសង្គមនឹងតែម្ដងតែគ្រាន់តែថាអ្វីដែលគួរឲ្យកត់សម្គាល់សាររបស់អាចារ្យ Fee នៅពេលដែលថាមានរឿងហើយអត់មានអ្នកណាជួយណាភាសានេះចាក់ដោតបន្តិចចាក់ដោតត្រង់ឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំថាអាចារ្យ Fee បែរប្រហែលជាប្រែហើយប្ដូរហើយដោយសារអីអន់ចិត្តជាមួយនឹងក្រុមប្រឆាំងដែលខ្លួនធ្លាប់ការពារវាយរដ្ឋាភិបាលដល់ពេលខ្លួនមានទុកហាក់បីដូចជារត់ចោលគាត់អីចឹងរឿងហ្នឹងគឺមានមន្ទិលមែនតើក៏ប៉ុន្តែរឿងដែលសំខាន់ដែលរឿងអាចារ្យ Fee នេះរឿងអីកើតឡើងគឺភាគច្រើនគឺនៅប្រទេសកូរ៉េហ្នឹងកាលពីមុនមានគេព្រួតវាយព្រួតអីហ្នឹងយើងត្រូវដឹងថាមានមន្ទិលខ្លាំងតាក់ទងនឹងការតាមធ្វើទុកបុកម្នេញរបស់គណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលកម្ពុជាទៅនឹងពលករនៅប្រទេសកូរ៉េខាងត្បូងយើងដឹងហើយថាអ្នកដែលតស៊ូនយោបាយគឺដោយលោកបដិបកែមលីធ្លាប់មានប្រសាសន៍ហើយគឺមានប៉ាសពត3ទី1គឺទៅវត្តពុទ្ធបានន័យថាទៅប្រឆាទី2គឺគុកអីចឹងទៅអាទី3ខ្ញុំភ្លេចទេប៉ុន្តែវាអត់មានសេចក្តីសុខទេប៉ុន្តែយើងត្រូវតាំងចិត្តឲ្យហើយថានៅពេលដែលយើងចូលនៅក្នុងឆាកនយោបាយនេះណាបំណងរបស់យើងគឺស្រឡាញ់ជាតិហើយកុំដើរមានបញ្ហាជាមួយអ្នកដទៃអីព្រោះតែយើងស្ម័គ្រចិត្តចូលធ្វើការនយោបាយនេះគឺបានន័យថាយើងអត់មានបានប្រាក់កម្រៃទេហើយក៏អត់មាននរណាបង្ខំយើងហើយក៏អត់មាននរណាដាក់សម្ពាធយើងដែរគឺតតែបេះដូងយើងធ្វើដូច្នេះដើរដល់ដំណាក់កាលណាមួយក៏យើងក៏អត់ត្រូវការទៅប្រាប់ថាអ្នកណាអត់ជួយយើងអត់មានគុណឲ្យយើងខ្ញុំជឿថាភាសាបែបនេះគឺខ្ញុំឃើញគេឧស្សាហ៍និយាយច្រើនណាស់តែពេលរត់ចូលទៅគណៈបកប្រជាជនដូចលោកប៊ុនឆាយអីវិញ
កាលគាត់នៅជាមួយគណៈបកប្រឆាំងគាត់ថាគ្រប់គ្រងគណៈបកប្រឆាំងផ្កាប់មុខយ៉ាងណាដល់ពេលចូលទៅគណៈបកប្រជាជនគាត់ថាមកពីគណៈបកប្រឆាំងតាមខំតាមហែកគាត់អីអញ្ចឹងអត់ជួយការពារគាត់ដល់អញ្ចឹងបន្ទោសទៅអញ្ចឹងវិញតាមពិតខ្លួនស្រឡាញ់ជាតិស្រឡាញ់អីពីដើមមកប៉ុន្តែដោយសារលៀបសការៈកលៈកតាគ្រួសារឬក៏បុណ្យស័ក្តិឬក៏បញ្ហាអីមិនដឹងគឺទៅដើរទម្លាក់កំហុសអីអញ្ចឹងទៅខ្ញុំជឿថារឿងនេះហើយដែលធ្វើឲ្យមានមន្ទិលហាក់បីដូចជាបងប្អូនដែលស្ដាប់ទៅអាចារ្យហ្វីហ្នឹងថាប្រហែលជាគាត់អន់ចិត្តនឹងគណៈបកប្រឆាំងហើយឥឡូវចាប់ផ្ដើមចោះចូលជាមួយគណៈបកប្រជាជនហើយឬក៏ដែលមានគ្រោះមានទុកអីអញ្ចឹងចាប់ផ្ដើមចាប់ផ្ដើមដូចថាយកលេសមួយដើម្បីឲ្យគិតថាអស់និស័យជាមួយការប្រឆាំងហើយព្រោះអីគេមិនជួយអីខំប្រឹងតតាំងបថុយជីវិតបថុយសវត្ថិភាពក្រុមគ្រួសារផ្ទាល់ខ្លួនអីចឹងណាប៉ុន្តែរឿងនេះក៏នៅតែមានមន្ទិលច្រើនដែរបងប្អូនគ្រាន់តែថាអញ្ចេះមានអ្នកនាងវ៉ាន់លក្ខណាដែលជាសកម្មជននៅប្រទេសកូរ៉េឯណោះខាងរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ដែរហ្នឹងគាត់ថាតាក់ទងអាចារ្យហ្វីបានហើយនៅលើ Facebook របស់គាត់ហ្នឹងគាត់ឆ្លើយថាមិនអីទេរងរបួសខ្លះប៉ុន្តែលក្ខណៈក៏នៅតែមិនអាចនឹងឬក៏បង្ហាញអំពីព័ត៌មានអីលម្អិតតាក់ទងនឹងផលប៉ះពាល់តាក់ទងនឹងរឿងនេះដែរគ្រាន់តែគាត់បានដាក់ថាខ្ញុំនឹកឃើញដល់អ្នកក្នុងស្រុកបានផ្ដល់ព័ត៌មានមកឲ្យខ្ញុំក្រោយករណីលោកហៃបណ្ណាកាលពីឆ្នាំ2024ខាងអ្នកបន្ទាប់គឺអាចារ្យហ្វីនៅកូរ៉េខាងត្បូងនិងលក្ខណៈនៅជប៉ុនមិនយូរទេដឹងតែមកជាប់គុកស្រុកខ្មែរហើយខ្ញុំស្ដាប់រួចធម្មតាហើយបន្តធ្វើសកម្មភាពលើសដើមបងប្អូនរឿងនេះគឺយើងនៅមានការតាមដានទៀតពិតអាចារ្យហ្វីពិតជារងការវាយដំដោយជិតជាតិសាសជំរុញមានថៃមានចិនមានកូរ៉េប្រទេសកូរ៉េចំនួនហើយគេយកទៅព្យាបាលយកទៅដាក់ឃុំអីដោយសារតែការបញ្ហាដែលវាយដំនេះយើងមិនដឹងថាតើជាចេតនានយោបាយឬយ៉ាងណាទេគឺជាម្ចាស់ខ្លួនអត់ទាន់ពន្យល់ច្បាស់លាស់ហើយពីមិនធ្វើរបាយការណ៍ពីកូរ៉េខាងត្បូងនឹងបាននិយាយពីរឿងនេះចាស់ស្ដែងឡើយគាត់ថាយើងដឹងថាពេលមានមន្ទិលបែបនេះហើយដោយសារតែអាចារ្យហ្វីគឺជាសកម្មជនដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់អញ្ចឹងធ្វើឲ្យបងប្អូនខាងគណៈបកប្រឆាំងជាពិសេសចាប់ផ្ដើមភ្ជាប់រឿងនេះទៅនឹងព្រឹត្តិការណ៍លោកហេងសួរបងប្អូនចាំឯងលោកហេងសួរដែលសប្តាហ៍ជារដ្ឋមន្ត្រីក្រសួងការងារហ្នឹងគាត់ធ្លាប់និយាយនៅក្នុងបណ្ដាញតាក់ទងបណ្ដាញគណៈបកកណ្ដាលអំណាចដែលជាមួយនឹងសកម្មជនបកកណ្ដាលអំណាចឃោសនិកបកកណ្ដាលអំណាចនៅប្រទេសកូរ៉េហ្នឹងហើយអាខ្សែអត្តសម្លេងហ្នឹងបែកធ្លាយ4-5 ឆ្នាំហើយនិយាយអំពីយុទ្ធនាការឬក៏ចេតនារបស់រដ្ឋាភិបាលកម្ពុជាឬបកកណ្ដាលអំណាចនៅក្នុងការតាមគំតិចយុវជនដែលជាសកម្មជនគណៈបកប្រឆាំងនៅកូរ៉េគឺថាធ្វើគ្រប់រូបភាពវាយតាមគ្រោះថ្នាក់ចរាចរណ៍ឬធ្វើយ៉ាងម៉េចគឺថាឲ្យតែមកឈ្នះដៃហើយនៅពេលដែលបើជាប់គុកនៅកូរ៉េក៏ជាប់មករយៈពេលខ្លីដែរហើយពេលដែលចេញពីកូរ៉េមកដល់ស្រុកខ្មែរចាំខាងកម្ពុជាហ្នឹងគណៈបកកណ្ដាលអំណាចនាំគ្នាចិញ្ចឹមថាដោះលែងពីគុកឬក៏ជួយសម្របសម្រួលអីធ្វើម៉េចគឺកម្ចាត់ក្រុមប្រឆាំងនៅក្រៅប្រទេសសារនេះគឺវានៅតែអណ្ដែតរសែតគ្រប់ពេលបើទោះបីជាលោកហេងសួរមិនបកស្រាយអីរឿងហ្នឹងក៏ដោយហើយក្រោយមកឮសូរថាសំឡេងហ្នឹងគឺជាសំឡេង AI កែអីយ៉ាងណាក៏ដោយក៏ប៉ុន្តែអ្នកខាងសារព័ត៌មានអាស៊ីសេរីកាលពីប្រហែលឆ្នាំមុនហ្នឹងផ្ទៀងផ្ទាត់ទៅតាមអ្នកជំនាញ AI បច្ចេកវិទ្យានេះថានេះគឺជាសម្លេងពិត100%របស់លោកហេងសួរហើយអ្នកដែលលេចព័ត៌មានចេញមកហ្នឹងគឺសប្ងៃគាត់កំពុងតែនិរទេសខ្លួនទៅប្រទេសកូរ៉េខាងត្បូងដែលធ្លាប់ធ្វើការងារនៅក្រសួងការងារជាមួយនឹងលោកហេងសួរហើយនៅក្នុងបណ្ដាញក្រុមតាក់ទងគ្នានេះមន្ទិលនេះដែលធ្វើឲ្យគេគិតថាប្រហែលជាមានការធ្វើបាបធ្វើស៊ីអីលោកហេអាចារ្យហ្វីទៅដល់នោះហើយជាសញ្ញាប្រាប់ថានេះគឺជាការគម្រាមកំហែងឥឡូវអ្វីដែលបងប្អូនតាមសង្កេតមើលបើក្រោយព្រឹត្តិការណ៍នេះហើយអាចារ្យហ្វីចាប់ផ្ដើមស្ងាត់ពីបណ្ដាញសង្គម Facebook លែងហ៊ាននិយាយស្ដីអីតាក់ទងនឹងរឿងនយោបាយរិះគន់រដ្ឋាភិបាលអាចជាពេលវេលាមួយថាអាចារ្យហ្វីគាត់រងសម្ពាធអីមួយហើយបើសិនជាចេញមកវិញអាចារ្យហ្វីនៅតែនិយាយធម្មតាមិនខ្លាចការគំរាមកំហែងបានន័យថាអាចារ្យហ្វីនៅតែជាមនុស្សដែលតតាំងដដែលទេប៉ុន្តែជាការពិតបើសិនជាអាចារ្យហ្វីស្ងាត់មួយរយៈក៏យើងមិនបាច់អីឆ្ងល់ដែរព្រោះជួនកាលអាការគំរាមកំហែងដល់អាយុជីវិតដល់គ្រួសារដល់អីនេះគឺវាជាការប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តហើយចំពោះនៅក្នុងសង្គមមិនមែនតែកម្ពុជាទេសង្គមផ្ដាច់ការណានៅលើលោកគឺនេះគឺជាយុទ្ធសាស្ត្រនៅក្នុងការបំពាក់ស្មារតីក្រុមតតាំងប្រឆាំងនឹងរដ្ឋាភិបាលខ្ញុំនិយាយម្ដងទៀតមិនមែនតែរឿងកម្ពុជាទេរដ្ឋាភិបាលផ្ដាច់ការលើលោកនៅណាក៏គេធ្វើដូច្នេះដែរគឺដើម្បីបំបាក់ស្មារតីអ្នកតស៊ូមតិឲ្យបាក់បបខ្លោបខ្លាចថាបើអ្នកឯងហ៊ានតវ៉ាអ្នកឯងហ៊ាននិយាយរិះគន់រដ្ឋាភិបាលលទ្ធផលគឺដូចអញ្ចឹង
ឧទាហរណ៍លោកបណ្ឌិតកែមលីឈុតវិធីជាវិជាអឺលឹមកំយ៉ាអីចឹងយើងឃើញករណីទាំងចឹងហើយមិនដែលរកឃាតករអីឃើញទេអានេះគឺជារបៀបនៅប្រទេសកុម្មុយនីសគេធ្វើអញ្ចឹងគឺឃាតកររមិនដែលឃើញអំពើកើតឡើងគឺកើតឡើងធ្វើឲ្យក្រុមគ្រួសារដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាលហ្នឹងគឺរកកន្លែងរត់គេចឬក៏ទីទួលមានសុវត្ថិភាពស្ទើរតែមិនបានណាបាទខ្ញុំស្លេះរឿងអាចារ្យហ្វីប៉ុណ្ណឹងហើយសង្ឃឹមថាអាចារ្យហ្វីនឹងមកបកស្រាយព្រោះអីអាចារ្យហ្វីមុននេះប្រហែលប្រហែលជា1ម៉ោងគាត់និយាយចេះក៏ឃើញគេផ្សាយអីរឿងទៅលៀបពណ៌គាត់មួយលក្ខណៈហើយគេមានក្រុមឃុសនិករបស់គណៈបកប្រជាជនហ្នឹងគេថាដើរលេងផឹកស៊ីវាយគ្នារហូតគេឃុំ72ម៉ោងសោះពេលចេញមកវិញពួកញុះញង់បង្កើតពាក្យចចាមអារាមថាធ្វើឃាតខ្ញុំអត់យល់ហើយស្អីណាសក់លឿងបាននិយាយឲ្យថាជាប់ឃុំ72ម៉ោងគ្មានពួកឯងមកជួយអន្តរាគមន៍ទេអីអញ្ចឹងទៅហើយក៏មានទាហានម្នាក់នៅព្រំដែនហ្នឹងដាក់ថាគ្រុនក្តៅប្រើទីហ្វីអីណាទៅធ្វើឲ្យអាចារ្យហ្វីហ្នឹងក៏តបទៅវិញថាខ្មែរប្រឹងតាមគំនិតខ្មែរតែថៃប្រឹងឈ្លានពានខ្មែរប្រទេសមួយនេះបើមិនរលាយទៅចម្លែកអីចឹងទៅគាត់ចង់និយាយមកហៅរឿងគាត់ហើយនឹងសារមួយទៀតមុនហ្នឹងប្រហែលជា1ម៉ោងគាត់ថាក្រុមពួកអាមិនបានការអស់នេះប្រឹងប្រឌិតព័ត៌មានទៅហែងសិតតាសុំទោសខ្ញុំអឺប្រើភាសាគ្រូតគ្រៀតអក្សរោះនេះតាមសម្ដីដើមរបស់ម្ចាស់ដើមទេគឺគាត់និយាយទៅពាក្យហែងពាក្យងែងអីហ្នឹងគឺគាត់ដូចថាដូចហូបបាយធម្មតារបស់គាត់តែធ្វើម៉េចទេនៃដើមគាត់ខ្ញុំស្លេះរឿងនេះប៉ុណ្ណេះបងប្អូនដោយសារនៅសារព័ត៌មានច្រើនទៀតខ្ញុំនឹងបន្តទៀតគឺតកតងនឹងការមិនពន្យល់នីតិវិធីតុលាការរឿងដីខ្យល់ធ្វើឲ្យជនរងគ្រោះវល់គ្រប់គ្នាតាមពិតរឿងដីខ្យល់នេះសំដៅទៅលើក្រុមហ៊ុនស្អីដីមាសអីរបស់អុកញ៉ាអឺស្អីកំហុងហ៊ីកំហុងអញ្ចឹងណាម្សិលមិញប្រជាប្រដ្ឋមកតវ៉ាមេធាវីការពារក្តីឲ្យជនរងគ្រោះយំទៅហូយំគឺសុំអង្វរឲ្យស្ដាប់និយាយគ្នាអត់ស្ដាប់ប៉ុន្តែថ្ងៃនេះខ្ញុំឃើញលោកមេធាវីផែងហេងគាត់សរសេរសារនៅលើបណ្ដាញសង្គម Facebook របស់លោកគាត់ថាតុលាការតាមពិតទុកពេល30ថ្ងៃនេះមិនមែនបានន័យថាដើម្បីសម្រេចសាលដីកាសាលក្រមអីនៅក្នុង30ថ្ងៃហ្នឹងទេរឿងផ្សេងអញ្ចឹងហើយបានប្រជាពលរដ្ឋហ្នឹងគ្នាវល់មិនមែនសម្រេចក្តីទេណា30ថ្ងៃនេះលោកនិយាយថាទុកពេល30ថ្ងៃគឺជារយៈពេលដាក់ភ័ស្តុតាងបន្ថែមនិងមិនមែនរយៈពេលបានលុយសំណងទេមេធាវីត្រូវពន្យល់នីតិវិធីនេះឲ្យលម្អិតទើបកូនក្តីមិនខកចិត្តហើយក៏មិនក្តៅក្រហាយរោលរៀលចឹង30ថ្ងៃនេះតើមានអីទៀតអីចឹងទៅបាទតាមពិតបងប្អូនរឿងនេះយើងដឹងហើយគឺប្រជាពលរដ្ឋដែលចាញ់បោកគម្រោងរបស់អ្នកអង្គការដីខ្យល់នេះគឺគ្រប់កំហុងហ្នឹងគឺអាជ្ញាធរចាប់ឃុំខ្លួនបាន3ខែក៏ប្រឡែងទៅវិញទៅហើយឥឡូវហ្នឹងគឺថាសន្យាសងលុយអីនៅសល់26លានដុល្លារប្រជាពលរដ្ឋ700គ្រួសារនៅខេត្តកពតហ្នឹងគឺក្តៅក្រហាយឥឡូវហ្នឹងគឺតុលាការហ្នឹងពជាពេលឬក៏ទុកពេលយូរពេកគ្នាក៏មិនដឹងបានសំណងបានអីនៅអត់អីបង់ថ្លៃសាលារៀនបង់ថ្លៃចំណាយសពសារពើក្តៅក្រហាយដូច្នេះហើយសំខាន់គឺអារឿងក្តៅក្រហាយមកជុំងុំរឿងជន់ជាប់ចោតនៅក្រៅឃុំឡើងក៏ហើបាទឥឡូវនេះបន្តទៅទៀតបងប្អូនតើការបិទព្រំដែនខ្មែរថៃប៉ះពាល់អ្វីដល់ការចរចាដីខ្មែរពីថៃមកវិញព័ត៌មាននេះខ្ញុំនឹងលើកយកទៅនិយាយនៅយប់ស្អែកចោះព្រោះអីពេលវេលាខ្លីណាស់ខ្ញុំនឹងបកស្រាយលម្អិតអំពីថាតើការបន្តបិទព្រំដែននេះគឺវាប៉ះពាល់ដល់ការចរចាទាមទារដីថៃពីខ្មែរដីខ្មែរពីថៃមកវិញយ៉ាងណាមួយទៀតគឺកម្ពុជាបដិញ្ញាអឺ ពង្រឹងវិស័យការពារជាតិតែថវិកាវិស័យនេះបែរជាថយចុះទៅវិញចម្លែកមែនតើបងប្អូនព្រោះអីថ្ងៃនេះខ្ញុំឃើញសារព័ត៌មានក្នុងស្រុកចុះផ្សាយស្រស់គ្នាតាក់ទងនឹងរឿងរដ្ឋាភិបាលអនុម័តគម្រោងថវិកាជាតិសំទោសរដ្ឋាភិបាលកម្ពុជាគឺមាននៅក្នុងច្បាប់សិក្ខាសារាចរណ៍ស្ដីពីការរៀបចំផែនការថវិកាជាតិឆ្នាំ2027-2029គឺរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុនេះសម្រាប់គ្រប់គ្រងហើយលោកហ៊ុនម៉ាណែតបានចុះហត្ថលេខាកាលពីថ្ងៃទី15ខែឧសភាឆ្នាំ2026ទៅហើយរឿងដែលសំខាន់គឺវិស័យការពារជាតិរបស់យើងសម្រាប់2027 2028និង2029គឺលុយដូចជាចុះព្រោះ2027លុយថវិកាជាតិការពារជាតិតែ600លានដុល្លារទេតាមពិតបើយើងនិយាយពីឆ្នាំមុន2026នេះមានផ្ដំប្រសងគ្នាប្រហែល800លានជាងជិត900លានហ្នឹង
តែដល់ពេលឆ្នាំ2027វាអត់មានកើនវាមានអីច្រើនសន្ធឹកអីឯណាទេនៅតែប៉ុណ្ណឹងដល់2028ការគ្រោងទុកថវិកាសម្រាប់វិស័យការពារជាតិហ្នឹងធ្លាក់មកនៅ$790 លានវិញបានន័យចុះជាង100 លានចុះ110 លានហើយដល់ពេលឆ្នាំ2029គឺឡើងមក10 លានវិញគឺឡើងទៅ800 លានតែនៅតែទាបជាងឆ្នាំ2027ហើយក៏នៅតែទាបជាងឆ្នាំ2026នេះ សំណួរសួរទៅវិញថាហេតុអីបានជាពេលដែលរដ្ឋាភិបាលកម្ពុជាប្តេជ្ញាកសាងស្ដារហេដ្ឋារចនាសម្ព័ន្ធវិស័យការពារជាតិហេតុអីបានពីវិស័យនេះចុះលុយទៅវិញរឿងវាអាចអញ្ចេះដែរបងប្អូនពលលោកហ៊ុនម៉ាណែតប្តេជ្ញាថាពង្រីកខ្លួនពង្រួមក្បាលអញ្ចឹងបានន័យថាម៉េចអាចកាត់បន្ថយអំពើពុករលួយបង្រួមស្ថាប័នអីចឹងទៅអាចលុយហ្នឹងវាមិនច្រើនមែនអាចប្រើគ្រប់អីយើងអត់ដឹង ប៉ុន្តែអានេះយើងតាមមើលតើការកែតម្រង់នឹងបានស៊ីជម្រៅប៉ុណ្ណាគ្រាន់តែថាថវិកាវាគួរតែគុណនឹង2គុណនឹង3ថវិកាវិស័យការពារជាតិនេះគួរតែ2 លានទៅ3 លាននៅក្នុងមួយឆ្នាំណាវាអត់ត្រូវការ800-900 លានទេព្រោះយើងត្រូវការពង្រឹងវិស័យទ័ពនោះឲ្យមែនតែនតាក់ទងនឹងការស្អីធ្វើគេហៅកំណែនទ័ពអីណាទៀតនោះយើងចូលកាតព្វកិច្ចយោធាហើយដល់អញ្ចឹងបើយើងអត់លុយចេះទៅតើនឹងអាចទៅជួយពង្រឹងវិស័យនឹងយ៉ាងម៉េចផ្គត់ផ្គង់យ៉ាងម៉េចធ្វើឲ្យប្រជាពលរដ្ឋភ័យទៀតហើយចូលយោធាមិនឥឡូវក្ដួចទៀតហើយនេះព្រោះគេកំពុងអាកាត់បន្ថយប៉ុន្តែមិនមានអីភ្ញាក់ផ្អើលប្រមាណដែរទេបងប្អូនឲ្យរដ្ឋមានលុយមកពីណារដ្ឋរកបានតែ6-7 ពាន់ លានហើយយើងចាយ10 ពាន់ លានហើយយើងជពាក់គេ13 ពាន់ លានដុល្លារសងតការប្រាក់ដើមគេសងអត់គ្រប់ហើយឥឡូវសេដ្ឋកិច្ចរបស់យើងគឺធ្លាក់ចុះរហូត ឆ្នាំនេះឆ្នាំទៅទៀតហ្នឹងគឺយើងនៅសល់ត្រឹម5.5%ពីមុន7%ឥឡូវចុះរហូតហើយមានបញ្ហាមជ្ឈមបូព៌ាបញ្ហា ADB គឺធនាគារអភិវឌ្ឍន៍អាស៊ីគេព្យាករណ៍ឲ្យថាសេដ្ឋកិច្ចក៏ចុះដូច្នេះវាអត់មានអីឆ្ងល់ទេគម្រោងថវិកាឆ្នាំទៅមុខទៀតហ្នឹងហើយសូម្បីគឺថវិកាកញ្ចប់ថវិកាជាតិទូទៅសម្រាប់ឆ្នាំ2027ក៏ត្រូវថយជាងឆ្នាំហ្នឹងដែរពួកមិនដឹងរកលុយមកពីណាហើយយើងទៅតម្លើងអាម៉េចឥឡូវបើយើងក៏ជឿធ្លុះអញ្ចឹង តែក្នុងពេលជាមួយគ្នាហ្នឹងគឺរដ្ឋាភិបាលក៏ទើបតែសម្ពោធបើកអគារស្នាក់ការថ្មីដាក់ឲ្យប្រើប្រាស់ទីស្នាក់ការកណ្ដាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារគ្រាន់តែការប្រមូលពន្ធនៅតែមិនគ្រប់ចំណាយទេបាទថ្ងៃនេះលោកហ៊ុនម៉ាណែតបានទៅសម្ពោធដាក់ឲ្យប្រើប្រាស់អគារផ្លូវការនេះគឺមើលទៅដូចជាសប្បាយណាស់ដោយសារតែអគារប្រមូលពន្ធមិនអញ្ចឹងណាពន្ធដារ ប៉ុន្តែបងប្អូនអាការប្រមូលពន្ធដារនេះកុំថាអាគារទំនើបប៉ុណ្ណាប្រមូលអត់ដែលគ្រប់ទេព្រោះវាមានអំពើពុករលួយក្នុងវិស័យពន្ធដារនឹងយូរហើយព្រោះខាងពន្ធដារហ្នឹងគឺប្រមូលលើសផែនការរហូតនៅពេលដែលប្រមូលបាន3000 លានថាលើសផែនការ100%ប្រមូលបាន4000 លានលើសផែនការទៀតអញ្ចឹងបានខ្ញុំចិត្តតែនឹកឃើញខ្ញុំសួរមន្ត្រីខាងអធិការពន្ធដារនៅក្រសួងអគ្គនាយកដ្ឋានពន្ធដារគាត់ថាអំពើពុករលួយចាក់ស្រេះ ដោយសារត្រីមួយថ្លុកតែមួយតាពាំងហ្នឹងត្រីមាន1000ក្បាលតែពេលយើងទៅចោះចាប់គឺយើងចាប់ម្ដង50ក្បាលហើយត្រីមាន1000យើងចាប់50ក្បាលយើងថាបានគ្រប់ផែនការតែពេលឆ្នាំក្រោយយើងចាប់100ក្បាលទៀតយើងថាលើសផែនការ50%លើឆ្នាំក្រោយយើងចាប់បាន300ក្បាលយើងថាលើសពី300%ប៉ុន្តែត្រីដែលត្រូវចាប់មែនតែន1000ក្បាលមិនមែន50ក្បាល100ហ្នឹងឯណាតែយើងរាយការណ៍ថាលើសរហូតប៉ុន្តែនៅខ្វះរហូតព្រោះអី វាកាជើនឹងវាធ្លុះអស់អញ្ចឹងទៅត្រីហ្នឹងវាចាប់អត់បានហើយតទៅពេលត្រីកើតកូនទៀតមិនមែនត្រីមួយឆ្នាំវាអត់កើតណាអញ្ចឹងយើងនៅតែឃើញឡើងរហូតត្រីក៏ឡើងចាំកាន់តែច្រើនហើយយើងចាប់ហ្នឹងវាអត់គ្រប់ដូចអញ្ចឹងហើយបានជាគាត់ថាបើឲ្យមើលខាងអំពើពុករលួយក្នុងវិស័យពន្ធដារហ្នឹងឲ្យមែនតែនព្រោះបើអញ្ចឹងទេយើងអត់អាចនឹងតាមពិតលុយដែលត្រូវប្រមូលពីពន្ធហ្នឹងវាគួរតែគុណនឹង2បើប្រមូលបាន7000 លានវាគួរ14000 លានបងប្អូន បើ14000 លានបានន័យថាម៉េចបានន័យថាថវិកាជាតិយើងលើសយើងចាយយើងរកបាន14000យើងចាយទៅ10,000 លានប៉ុន្តែបើលើសបែបនេះយើងអាចលៃទៅជួយវិស័យការពារជាតិអប់រំអីចឹងបានច្រើនជាងណាប៉ុន្តែវាខ្វះរហូតហើយដល់ខ្វះរហូតតើយើងមានលុយឯណាដើម្បីជួយផ្គត់ផ្គង់វិស័យផ្សេងអញ្ចឹងអាគារស្កម្មស្កៃចឹងបានថាគេថានគរថ្កើងប្លែកសបាយតែភ្នែកតែរះរងកម្មណាបងប្អូន ឥឡូវតាក់ទងនឹងព័ត៌មានបន្ទាប់ទៀតគឺខ្ញុំនឹងទុករឿងនេះដើម្បីនិយាយនៅយប់ស្អែកដែរគឺជាង2ឆ្នាំហើយអាមេរិកនៅតែមិនចាត់
ឯកអគ្គរដ្ឋទូតថ្មីឯកអគ្គរដ្ឋទូតថ្មីទៅកម្ពុជាតើហេតុអ្វីយើងឃើញអ្នកស្រីភិរៈធារីស្ដីភិរៈធារីរបស់ទូតអាមេរិកគឺអ្នកស្រី Bridget ហ្នឹងក៏ជាប់អាណត្តិទៅទៀតហើយតាំងពី Patrick Murphy ដែលជាឯកអគ្គរដ្ឋទូតចាស់ចប់មក2ឆ្នាំជាងអាមេរិកអត់បញ្ជូនឯកអគ្គរដ្ឋទូតថ្មីទៅកម្ពុជាតើរឿងអីឲ្យប្រកាសខ្ញុំនឹងបកស្រាយនៅយប់ស្អែកដែរព្រោះអីពេលវេលាខ្លីរឿងនេះត្រូវបកស្រាយស៊ីជម្រៅតកតងនឹងជនភៀសសឹកឯណោះទៅវិញបងប្អូនមកដល់ម៉ោងនេះនៅសល់ជាង30000នាក់ទៀតអត់ទាន់បានទៅផ្ទះវិញទេជនភៀសសឹករបស់យើងនឹងគឺទៅផ្ទះវិញគឺយឺតមែនតើមួយថ្ងៃជួនកាលបាន100នាក់ហើយខ្ញុំជឿថាដោយសារតែដីច្រើនណាស់តកតងនឹងការហុំព័ទ្ធរបស់ថៃដែលមិនអាចឲ្យប្រជាពលរដ្ឋវិលទៅលំនៅឋានវិញនេះគឺជាសេចក្តីរាយការណ៍របស់ក្រសួងការសំទោសមហាផ្ទៃទេដែលនិយាយថានៅសល់ជនភៀសសឹកដែលមិនអាចវិលទៅផ្ទះវិញម៉ោងណាថ្ងៃទី20ខែអឺដល់ថ្ងៃទី21ខែឧសភានេះគឺនៅសល់3934នាក់ទៀតបើយើងគិតពី440,000ជាងហ្នឹងយើងវាអស់ហើយ90%ជាងប៉ុន្តែអ្នកទាំងអស់នេះគឺទៅផ្ទះអត់បាន30,000ជាងច្រើនណាស់បងប្អូនបាទឥឡូវបន្តទៀតនៅសល់ព័ត៌មាន2 3ទៀតបង្ហើយមេបកប្រឆាំងថៃស្នើឲ្យនាយករដ្ឋមន្ត្រីថៃកាក់ប្រធានាធិបតីបារាំងនៅថៃមុនទស្សនកិច្ចទៅកម្ពុជាដើម្បីជួយដោះស្រាយបញ្ហាព្រំដែនហេតុអីបានជាមេបកប្រឆាំងថៃមកពឹងលើបារាំងដើម្បីឲ្យជួយរឿងព្រំដែនថៃបងប្អូនថ្ងៃនេះលោកមេបកនៃបកប្រជាជនថៃគឺលោកណាត់តភងរឿងបញ្ញវុត្តលោកណាត់តភងរឿងបញ្ញវុត្តនេះគឺជាកូតាគណៈបកប្រឆាំងអត់ចូលរួមរដ្ឋាភិបាលទេគាត់សុកចិត្តធ្វើជាធ្វើជាគណៈបកប្រឆាំងដោយសារតែប្រឆាំងយូរហើយតាមពិតគាត់ត្រូវកាន់រដ្ឋាភិបាលតាំងពីគណៈបកឈ្មោះទៅមុខដំបូងឡើយដែលមានពីតាអីជាមេដឹកនាំប៉ុន្តែដោយសារតែនយោបាយថៃនឹងស្មោកគ្រោកដូចតែនយោបាយខ្មែរដែរគឺរំលាយគណៈបកនេះចោលកាត់ផ្ដាច់សិទ្ធិធ្វើនយោបាយរបស់មេបកហ្នឹងធ្វើឲ្យគេលើកលោកណាត់តភងរឿងបញ្ញវុត្តហ្នឹងមកបង្កើតជាគណៈបកនយោបាយថ្មីមួយកុំឲ្យជាប់បំរាមតុលាការគឺគណៈបកប្រជាជនថៃនេះហើយក៏ជាប់ឆ្នោតបានប្រមាណច្រើនកៅអីដែរប៉ុន្តែមិនចូលរួមជាមួយរដ្ឋាភិបាលលោកអនុទិនច័ន្ទវរៈគុលទេសុកចិត្តធ្វើជាគណៈបកប្រឆាំងហើយថ្ងៃនេះគាត់ថ្លែងនៅក្នុងរដ្ឋសភាថៃប្រាប់ថាដឹងថាអឺអនុទិនច័ន្ទវរៈគុលនឹងទៅជួបលោកម៉ានូអែលម៉ាក្រុងនៅប្រទេសបារាំងនៅថ្ងៃទី27ខែឧសភានេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីថៃដែលទើបជាប់ឆ្នោតទៅបារាំងនេះប៉ុន្តែលោកណាត់តភងរឿងបញ្ញវុត្តនេះគាត់ថាពេលទៅហ្នឹងសូមផ្ដាំផ្ញើឲ្យអញ្ជើញលោកម៉ាក្រុងមកលេងថៃផងគឺមកលេងកុំឲ្យខាតជើងគឺពេលដែលមកទស្សនកិច្ចនៅកម្ពុជាក្នុងគម្រោងគេថាជំនួបកំពូលប្រទេសនិយាយភាសាបារាំងឬក៏គេហៅ Francophonie sorry អានមិនត្រូវពាក្យបារាំងតាក់ទងប្រទេសដែលនិយាយភាសាបារាំងគឺជំនួបកំពូលប្រទេសនិយាយភាសាបារាំងដែលធ្វើនៅខែវិច្ឆិកាឆ្នាំ2026នេះព្រោះកម្ពុជាបានទទួលការសន្យារបស់លោកម៉ាក្រុងថាចុះទៅកម្ពុជាអញ្ចឹងថៃសុំឲ្យកាក់ឲ្យទៅចូលថៃសិនមុនមកកម្ពុជាដើម្បីនិយាយគ្នាអាចជាស្ពានចម្លងដើម្បីផ្សះផ្សាជជែកពីរឿងព្រំដែនកម្ពុជាថៃហេតុអីបានជាលោកណាត់តភងនិយាយបែបនេះវាអាចប៉ះពាល់ដល់រឿងបើកព្រំដែនឡើងវិញឬក៏រឿងដីធ្លីហ្នឹងឬក៏រឿងតាក់ទងនឹងផែនទីនៅប្រទេសបារាំងដើម្បីយកមកជាសំអាងអីអញ្ចឹងទៅប៉ុន្តែថៃបើយកផែនទីពីបារាំងមកគឺថៃអត់ឈ្នះខ្មែរទេណាបងប្អូនគ្រាន់តែចាំព្រោះផែនទីហើយខ្មែរក៏អត់ត្រូវការផែនទីពីបារាំងអីដែរកម្ពុជាមានផែនទីតម្កល់នៅតុលាការយុត្តិធម៌អន្តរជាតិរួចហើយគឺຂ្នាត1លើ200,000ដែលជាផែនទីឧបសម្ព័ន្ធនៃសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907កុំចាំបាច់ទៅពឹងបារាំងអីឲ្យយកផែនទីពីយក្សទេវតាណាទៀតវាអត់មានរឿងអីថ្មីទេសំខាន់គឺផែនទីមានស្រាប់ប្លង់រឹងមានស្រាប់អីនៅតែយើងអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិហើយចេះតែលួងចិត្តស្អំចិត្តប្រជាពលរដ្ឋថាអូនិយាយមួយបារាំងគេឲ្យផែនទីនឹងជួយវាជួយស្អីគេបើផែនទីប្លង់រឹងមានស្រាប់អីចឹងបានន័យយកផែនទីបារាំងមកទៅលុបផែនទីប្លង់រឹងដែលតឡាការធ្លាប់សម្រេចទេសាលដីកា2ដងហ្នឹងមែននៅរឿងខ្មែរថៃហ្នឹងវាអត់ទេមានហើយកុំឲ្យពេលវេលាហ្នឹងវាវល់ពេកបារាំងពឹងក៏ពឹងទៅវាអត់អីទេវាតំណាក់តំណងប៉ុន្តែកុំទៅពឹងរឿងថាតើតែធ្លាក់ផែនទីពីបារាំងមកបានដោះស្រាយរឿងខ្មែរថៃនេះបាទអត់មានទេផែនទីខ្មែរមាននៅតុលាការយុត្តិធម៌អន្តរជាតិហើយຂ្នាត1លើ200,000ដែលដីទាំងអស់ដែលថៃកំពុងយកហ្នឹងគឺជារបស់ខ្មែរទេតែប៉ុណ្្នឹងឯង
ហើយប្រើអាហ្នឹងទៅគឺបានហើយព្រោះឲ្យតែយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិណាស់តែយើងអត់ប្តឹងហើយចិត្តតែពឹងទៅលើផែនទីបារាំងផែនទីអីទៀតមកយកផែនទីមកប្រមាណលានសន្លឹកទៀតក៏វាអត់មានប្រយោជន៍ទេព្រោះយើងអត់ប្តឹងផោះតាងយកមកទៅអីបើយើងអត់ដាក់ប្តឹងប៉ុណ្ណឹងយើងនៅតែជជែកគ្នានៅក្រៅតុលាការហ្នឹងបានប្រយោជន៍ស្អីកោកសឹកមកតដោកឆ្អែតតែពោះកបីហ្នឹងហើយបើចរចាជាមួយថៃដឹងអាចារ្យថៃហើយគាត់នឹងនិយាយតែប៉ុណ្្នឹងឯងទៀតទេមួយទៀតគឺអាមេរិកចេញដីកាចោតប្រកាន់អតីតប្រធានាធិបតីគុយបាណាអារឿងយើងកំពុងតែរវល់នៅព្រៃវែងស្រូវស្កក់ជីឡើងថ្លៃស្រូវចុះថោកឥឡូវចេញរឿងគុយបាទៀតខ្ញុំនិយាយរឿងនេះបងប្អូនប្រហែលជាអស់សំណើចហើយប៉ុន្តែមុននេះបងប្អូនរឿងគុយបានេះគឺមេសហរដ្ឋអាមេរិកគុំយូរហើយតើតែមានឱកាសដើម្បីជាយល់លេសមួយដើម្បីកម្ចាត់របបដឹកនាំបែបកុម្មុយនីសនៅគុយបាក្រៅពីអ៊ីរ៉ង់មកគឺវេណេស៊ុយអេឡាហើយអាមេរិកហ្នឹងគឺលោកត្រាំពមមានគុយបាហ្នឹងយូរហើយថាចុះទៅកំតិចទៅអីហ្នឹងក្រោយអ៊ីរ៉ង់ប៉ុន្តែឥឡូវជាប់ដៃអ៊ីរ៉ង់អត់ទាន់ផុតប៉ុន្តែដើម្បីបានលេសកុំឲ្យស្ងាត់ឈឹងថ្ងៃនេះថ្ងៃម្សិលមិញនេះតាមពិតរដ្ឋាភិបាលអាមេរិកតាមរយៈតុលាការអាមេរិកនេះបានចេញដីកាមួយគឺតាមចាប់ខ្លួនឬក៏ចោតប្រកាន់ហើយចាប់ខ្លួនលោករ៉ាអ៊ូលកាស្ត្រូអាយុ94ឆ្នាំហើយជាអតីតប្រធានាធិបតីរបស់ប្រទេសគុយបាប្រទេសផ្ដាច់ការនេះរឿងតាក់ទងនឹងព្រឹត្តិការណ៍មួយកើតឡើងតាំងពី30ឆ្នាំមុនមកឆ្នាំ1996នៅក្នុងខែកុម្ភៈហ្នឹងគឺលោករ៉ាអ៊ូលកាស្ត្រូនេះដែលជាប្រធានាធិបតីនៅពេលហ្នឹងគាត់បានបញ្ជាឲ្យកងកម្លាំងអាកាសរបស់ប្រទេសគុយបាហ្នឹងបាញ់ទម្លាក់យន្តហោះស៊ីវិល2គ្រឿងរបស់អាមេរិកដែលហោះនៅក្នុងដែនសមុទ្រអន្តរជាតិសោះប៉ុន្តែវាហោះនៅក្បែរដែនទឹករបស់គុយបាហ្នឹងខ្លាំងមែនតើហើយបេសកកម្មរបស់យន្តហោះអាមេរិក2គ្រឿងដែលបើកដោយពីលុតស៊ីវិលហ្នឹងមានគ្នា4នាក់ហ្នឹងគឺទៅសង្គ្រោះជនដែលស៊ីវិលដែលជាប់ផុងតាក់ទងនឹងរឿងបញ្ហាធ្វើទុកបុកម្នេញពីរដ្ឋាភិបាលគុយបាទេក៏ប៉ុន្តែពេលហ្នឹងរដ្ឋាភិបាលគុយបាសម្រាប់បាញ់យន្តហោះនឹងទម្លាក់ហ្មងដែលធ្វើឲ្យអាមេរិកឈឺចាប់មែនតើគ្រួសារក៏ឈឺចាប់ដែរប៉ុន្តែ30ឆ្នាំអត់ទាន់មានដាក់បណ្ដឹងអីចឹងទៅពេលនេះនៅក្រោមរាជការរបស់លោកត្រាំហ្នឹងគឺគាត់ចង់យកបន្ទុកនយោបាយអីផងហើយដើម្បីធ្វើឲ្យដឹងថាគុយបាហ្នឹងក៏បន្តិចទៀតខ្លាយជាផ្ទាំងស៊ីបអីផងក៏ចេញដីកាហ្នឹងហើយតាមចាប់ខ្លួនហើយចោតប្រកាន់ពីបទមនុស្សឃាតនៅក្នុងការហើយនឹងបាញ់គ្រឿងយន្តហោះរបស់អាមេរិកក្នុងដែនសមុទ្រអន្តរជាតិអីអញ្ចឹងជាអំពើខុសច្បាប់អីអញ្ចឹងទៅហើយបាទចោតប្រកាន់បែបនេះប៉ុន្តែសំណួរសួរទៅវិញថាតើចាប់គាត់យ៉ាងដូចម្ដេចជាមិនឆ្ងាយគេសួរថាចាប់លោកម៉ាដូរ៉ូយ៉ាងម៉េចនៅប្រទេសវេណេស៊ុយអេឡាទៅចាប់មកសាមម៉ាងទាំងកដៅទៀតពុនទាំងប្តីមកយកមកកាត់ទោសនៅញូវយ៉កដូច្នេះមិនមានអីភ្ញាក់ផ្អើលទេគាត់ថាយកលោករ៉ាអ៊ូលកាស្ត្រូអាយុ94ឆ្នាំមកយកមកកាត់ទោសហ្នឹងតើវាបានចំណេញអីរឿងលោកត្រាំគឺចំណេញនយោបាយមួយទី2គឺជាហេតុផលមួយដើម្បីប្រាប់ថាប្រទេសគុយបាឈានដល់ដំណាក់កាលចុងក្រោយហើយគឺគេនឹងធ្វើចាត់ការអីចឹងតាមអ្វីដែលអាមេរិកអាចធ្វើបានហើយនឹងធ្វើឲ្យសេដ្ឋកិច្ចឬក៏បញ្ហានយោបាយនៅប្រទេសគុយបានឹងច្បុកច្បល់ចលាចលគ្មានទីបញ្ចប់ជាឱកាសធ្វើឲ្យមានការក្របបះបោររបស់ប្រជាពលរដ្ឋនៅគុយបាដើម្បីផ្លាស់ប្ដូររបបគុយបាទៅជាប្រទេសសេរីឬក៏ប្រទេសអីចឹងវិញទៅប៉ុន្តែតើរឿងនេះនឹងស៊ីពេលប៉ុណ្ណាយុទ្ធសាស្ត្រនេះនឹងបានជោគជ័យយ៉ាងណាខ្ញុំនឹងផ្សាយបន្តរឿងនេះតទៅទៀតបងប្អូនប៉ុន្តែពេលនេះដល់ម៉ោងចូលធ្វើការលំមខ្ញុំជពាក់រឿងបងប្អូនពីរគឺរឿងបើកព្រំដែនឡើងវិញហើយនឹងរឿងមួយទៀតនោះគឺសម្រាប់អាចមិនដល់ទៅយប់ស្អែកទេអាចនឹងព្រឹកស្អែកថ្ងៃត្រង់ស្អែកក៏ថាបានអាស្រ័យទៅលើពេលវេលានិងការដែលខ្ញុំអាចលេខបានបាទតែយ៉ាងណាសូមអរគុណយ៉ាងជ្រាលជ្រៅបងប្អូនដែលតាមដានស្ដាប់បង្អែមលាមាត់របស់មុនរិននេះតាំងពីដើមដល់ចប់រាត្រីសួស្ដីបងប្អូននៅស្រុកខ្មែរអរុនសួស្ដីបងប្អូននៅទីក្រុងឡុងប៊ីរដ្ឋ California និងទីផ្សេងដែលថ្ងៃរះជម្រាបលាជួបគ្នាទៀតនៅពេលឆាប់ៗនេះបាទ